តែប្តីប្រពន្ធឃើញកូនប្រុសស្រែកឃ្លានស្រាប់តែនឹកឃើញថាកាលពី20ឆ្នាំមុនអំឡុងពេលលែងលះគ្នាពួកគេបានទុកកូនប្រុសចោលដោយចៃដន្យនៅច្រកចូលការិយាល័យកិច្ចការរដ្ឋនៅពេលលែងលះគ្នាអ្នកទាំងពីរបានស្មានថាម្នាក់ទៀតបានយកកូនទៅដោយរួចផុតពីឧបសគ្គក្នុងគ្រួសារបុរសនោះបានប្រឹងប្រែងធ្វើការហើយទីបំផុតបានក្លាយជាមហាសេដ្ឋីភរិយាក៏បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងហើយបានឡើងឋានន្តរស័ក្តិជាមេទ័ពផ្កាយ7ពួកគេទាំងពីរនាក់ជឿថាកូនប្រុសរបស់ពួកគេរស់នៅយ៉ាងសុខស្រួលជាមួយឪពុកម្ដាយម្នាក់ទៀតប៉ុន្តែពេលត្រឡប់មកប្រទេសវិញពួកគេបានដឹងថាគាត់បានរងទុក្ខវេទនាជាច្រើនឆ្នាំមកហើយពួកគេបានប្រមូលធនធានទាំងអស់របស់ពួកគេភ្លាមដើម្បីស្វែងរកគាត់ពួកគេបានធ្វើតិចតួចយើងដឹងថាកូនប្រុសរបស់ពួកគេបានរួចរស់ជីវិតដោយធ្វើការជាកម្មករនៅការដ្ឋានសំណង់ដោយប្រើប្រាក់កម្រៃដែលរកបានយ៉ាងលំបាករបស់គាត់ដើម្បីចិញ្ចឹមមិត្តស្រីរបស់គាត់តាមរយៈមហាវិទ្យាល័យទីបំផុតមិត្តស្រីរបស់គាត់មើលងាយភាពក្រីក្ររបស់គាត់ហើយរៀបការជាមួយអ្នកស្នងមរតកជំនួសវិញអ្នកស្នងមរតកដ៏មានស្បានធ្វើឲ្យគាត់អាម៉ាស់មុខជាសាធារណៈដោយប្រើរូបថតគាត់ជាមួយឪពុកម្ដាយបង្ខំឲ្យលុតជង្គង់សូម្បីតែវាមិនគ្រប់គ្រាន់ក៏ដោយអ្នកស្នងមរតកយ៉ាងឃោរឃៅបានហែករូបថតគ្រួសារតែមួយគត់ដែលនៅសេសសល់ដែលយុវជនមានបន្ទាប់មកបង្ខំគាត់ឲ្យលេបបំណែកដែលរហែកគ្រាដ៏លំបាកនោះអុកញ៉ានិងនាយឧត្តមសេនីយ៍ផ្កាយ7ក៏មកដល់ទាន់ពេលឃើញឪពុកម្ដាយក្រោយ20ឆ្នាំយុវជនរូបនេះរំជួលចិត្តនឹងក្រុមគ្រួសារទាំង3នាក់អពាមយ៉ាងជូរចត់ប៉ុន្តែគ្រាដ៏សែនកក់ក្ដៅនេះត្រូវបានម្ដាយរបស់មិត្តស្រីទម្លាយថាកំឡោះមិនស័ក្តិសមរៀបការជាមួយកូនស្រីហើយទាមទារឲ្យប្តីប្រពន្ធយកកូនប្រុសចាក់ចេញជាបន្ទាន់សេដ្ឋីខឹងភ្លាមពេលលើពីជំនួយការថាស្ត្រីនេះជាអនាគតម្ដាយក្មេករបស់កូនប្រុសគាត់ក៏ផ្លាស់ប្ដូរការបញ្ចេញមកភ្លាមដោយអះអាងថាការវិលត្រឡប់មកប្រទេសវិញគឺដើម្បីរៀបចំអាពាហ៍ពិពាហ៍រវាងយុវជនទាំងពីរហើយថាគាត់បានរៀបចំថ្លៃបណ្ណាការដ៏ថ្លៃថ្លាសម្រាប់ពួកគេមិនត្រឹមតែប៉ុណ្ណោះម្ដាយរបស់យុវជនរូបនេះក៏បានប្រកាសថានាងបានត្រៀមកាដូពិសេសសម្រាប់កូនប្រុសនិងកូនប្រសាក្នុងនាមជាម្ដាយនាងជឿជាក់លើតែពេញដំបូងដែលកូនក្រមុំថ្វាយក្នុងការគោរពគួរតែទៅនាងការលើកឡើងនេះធ្វើឲ្យលោកអុកញ៉ាមានការមិនសប្បាយចិត្តហើយនៅពេលពួកគេទាំងពីរចាប់ផ្ដើមឈ្លោះប្រកែកគ្នាស្រាប់តែមិត្តស្រីចេញមុខបកស្រាយដើម្បីបញ្ឈប់ពួកគេដោយប្រកាសថាយុវជនរូបនេះមិនស័ក្តិសមជាមួយនាងទាំងស្រុងលៀដូច្នេះឪពុកម្ដាយមានការភ័ន្តច្រឡំអំពីអ្វីដែលកំពុងកើតឡើងយុវជនរូបនេះបានពន្យល់ថាគាត់គ្រាន់តែគិតខុសលើនរណាម្នាក់ហើយធ្លាក់ក្នុងអន្លង់ស្នេហ៍នឹងនារីដែលឆ្លក់វង្វេងនឹងទ្រព្យសម្បត្តិនិងឥតប្រយោជន៍ដោយដឹងថាកូនប្រុសរបស់ពួកគេត្រូវបានគេបោះបង់ចោលឪពុកម្ដាយរបស់គាត់មានការខឹងសម្បារយ៉ាងខ្លាំងដោយបានស្បភ្លាមថានឹងធ្វើឲ្យអ្នកដែលបានធ្វើបាបគាត់បង់ថ្លៃទោះជាយ៉ាងនេះក្តីម្ដាយរបស់មិត្តស្រីបានសើចចំអកចំពោះការគំរាមកំហែងរបស់ពួកគេដោយជឿថាឪពុកម្ដាយរបស់យុវជននេះគ្រាន់តែនិយាយលេងសើចតែប៉ុណ្ណោះហើយដោយស្មានថាពួកគេមិនមានអ្វីក្រៅពីអ្នកអនាម័យក្រីក្រនៅបរទេសនោះជំនួយការនោះខឹងជាខ្លាំងរហូតចង់បង្ហាញពីអត្តសញ្ញាណពិតរបស់អុកញ៉ាប៉ុន្តែលោកអុកញ៉ាបានខាត់គាត់ព្រោះចង់ផ្ដល់ឱកាសចុងក្រោយដល់មិត្តស្រីប៉ុន្តែមិត្តស្រីនៅតែប្រកាន់ជំហរមិនព្រមរៀបការជាមួយយុវជននោះដោយប្រកាសយ៉ាងក្រអឺតក្រទុំថាខ្លួនគ្រាន់តែជាកម្មករសំណង់ដែលរកចំណូលបាន$300ក្នុងមួយខែនាងថែមទាំងនិយាយរហូតថាបើមានអ្នកណាមានវត្តមានចង់រៀបការជាមួយគាត់នាងនឹងលុតជង្គង់លិតស្បែកជើងអ្នកនោះភ្លាមនោះប្អូនសម្លាញ់របស់នាងក៏បាននិយាយឡើងដោយប្រកាសថានាងសុខចិត្តរៀបការជាមួយគាត់វាបានប្រែក្លាយថាប្អូនស្រីរបស់នាងបានលួចសរសើរបុរសវ័យក្មេងនេះជាយូរមកហើយឥឡូវនេះនាងបានសម្រេចចិត្តប្រកួតប្រជែងដោយយុត្តិធម៌សម្រាប់បេះដូងរបស់គាត់អ្នកស្នងមរតកអ្នកមានបានសើចចំអកចំពោះគំនិតនេះដោយចំអកឲ្យបុរសវ័យក្មេងដែលមានប្រាក់ខែតិចប៉ុន្តែប្អូនស្រីរបស់នាងនៅតែមិនយល់ស្របដោយបញ្ជាក់ថានាងស្រឡាញ់បុរសវ័យក្មេងនេះសម្រាប់គាត់ជានរណាមិនមែនដើម្បីលុយរបស់គាត់ទេលឺដូច្នេះឪពុករបស់យុវជននោះត្រេកអរជាខ្លាំងតាមឡាយគាត់បានរៀបចំថ្លៃបណ្ណាការដែលមានតម្លៃរាប់រយពាន់លានសម្រាប់គ្រួសាររបស់មិត្តស្រីប៉ុន្តែឥឡូវនេះគាត់បានសម្រេចចិត្តប្រគល់វាទៅប្អូនស្រីរបស់នាងជំនួសវិញដោយប្រកាសថានាងនឹងក្លាយជាកូនប្រសាររបស់គាត់យុវជនរូបនេះតែងតែជឿថាឪពុកម្ដាយរបស់គាត់ជាកម្មករក្រីក្រធ្វើការនៅបរទេសហើយខ្លាចប្អូនស្រីរបស់នាងមិនចូលចិត្តគ្រួសារគាត់ខ្វះទ្រព្យសម្បត្តិទោះជាយ៉ាងណាប្អូនស្រីដ៏ល្អបំផុតរបស់នាងមិនបានខ្វល់ខ្វាយអ្វីទាំងអស់ចំពោះការភ្ញាក់ផ្អើលរបស់គាត់ឪពុកម្ដាយរបស់យុវជននោះមានអារម្មណ៍ថាមានកំហុស
យ៉ាងណាមិញម្នាក់ជាមហាសេដ្ឋីនិងម្នាក់ទៀតជាឧត្តមសេនីយ៍ផ្កាយ7ប៉ុន្តែពួកគេបានទុកកូនប្រុសឲ្យនៅម្នាក់ឯងក្នុងប្រទេសអស់រយៈពេល20ឆ្នាំមកហើយដោយខ្លាចកូនប្រុសតូចចិត្តពេលដឹងការពិតពួកគេបានប្តូរមកស្លៀកពាក់សាមញ្ញហើយបន្លំខ្លួនជាជនក្រីក្រដោយបញ្ជា